តើអ្នកធ្លាប់មានក្តីស្រមៃធំមួយកាលពីក្មេងដែលអ្នកគិតថាចង់ធ្វើវាឲ្យបានប៉ុន្តែនៅពេលធំឡើងអ្នកក៏ត្រូវបង្ខំចិត្តបោះបង់វាចោលព្រោះតែសម្ពាធសង្គមទម្លាប់ប្រចាំថ្ងៃនិងភាពភ័យខ្លាចដែរឬទេសូមស្វាគមន៍មកកាន់ការសង្ខេបនិងវែកញែកយ៉ាងស៊ីជម្រៅបំផុតនៅសៀវភៅ The Alchemist ឬប្រែជាភាសាខ្មែរថាអ្នកលេងប៉ាហីនេះមិនមែនគ្រាន់តែជាសៀវភៅរឿងប្រឡោមលោកកំដរអារម្មណ៍ធម្មតានោះទេតែវាគឺជាត្រីវិស័យចង្អុលបង្ហាញផ្លូវចិត្តដ៏អស្ចារ្យដែលត្រូវបាននិពន្ធដោយលោក Paulo Coelho នៅក្នុងឆ្នាំ 1988 លោក Paulo Coelho បានចំណាយពេលត្រឹមតែ2សប្តាហ៍ប៉ុណ្ណោះក្នុងការសរសេរសៀវភៅនេះដោយលោកបានបញ្ជាក់ថាសាច់រឿងទាំងមូលវាត្រូវបានសរសេររួចជាស្រេចនៅក្នុងព្រលឹងរបស់លោកទៅហើយសៀវភៅនេះលក់ដាច់ជាង65លានក្បាលនិងបកប្រែជាង80ភាសាតើសៀវភៅនេះមានមន្តអាគមអ្វីទៅបានជាអាចផ្លាស់ប្ដូរផ្នត់គំនិតមនុស្សរាប់លានអ្នកជុំវិញពិភពលោកតើវាបានដាស់តឿនអ្វីខ្លះដល់អ្នកដែលកំពុងវង្វេងផ្លូវក្នុងជីវិតសូមបិទភ្នែករួចធ្វើដំណើរផ្សងព្រេងដោយលំអិតជាមួយខ្ញុំទៅកាន់វាលខ្សាច់សាហារ៉ាទាំងអស់គ្នាសេចក្តីសង្ខេបនិងការពន្យល់លំអិតស៊ីជម្រៅអំពីសៀវភៅ The Alchemist សៀវភៅ The Alchemist គឺជាប្រឡោមលោកបែបអក្សរសិល្ប៍អប់រំនិងទស្សនវិជ្ជាដ៏ជ្រាលជ្រៅមួយដែលប្រើប្រាស់សាច់រឿងសាមញ្ញនៃការស្វែងរកកំណប់ដើម្បីបង្ហាញពីអត្ថន័យដ៏ធំធេងនៃការរស់នៅការស្វែងរកគោលដៅពិតប្រាកដរបស់ខ្លួនឯងការយល់ពីសេចក្តីស្រឡាញ់ដែលមិនចងការនិងការតស៊ូជំនះភាពភ័យខ្លាចដែលលាក់កំបាំងក្នុងចិត្តមនុស្សគ្រប់រូបអត្ថបទខាងក្រោមនេះនឹងរៀបរាប់យ៉ាងលម្អិតអន្លើពីដំណើររឿងតាំងពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់ព្រមទាំងបកស្រាយនៅអត្ថន័យទស្សនវិជ្ជាសំខាន់ៗដែលបង្កប់ក្នុងសាច់រឿងដើម្បីឲ្យអ្នកអាចទាញយកមេរៀនមកឆ្លុះបញ្ចាំងក្នុងជីវិតជាក់ស្ដែងការចាប់ផ្ដើមនិងការត្រាស់ហៅនៃក្តីស្រមៃរឿងនេះផ្ដោតលើតួអង្គឯកឈ្មោះ Santiago ជាយុវជនគង្វាលជាម្នាក់រស់នៅតំបន់ Andalusia ប្រទេសអេស្ប៉ាញឪពុកម្ដាយរបស់គាត់បានខិតខំសន្សំប្រាក់ដើម្បីបញ្ជូនគាត់ទៅរៀនសូត្រដោយរំពឹងចង់ឲ្យគាត់ធ្វើជាសង្ឃដើម្បីជាកិត្តិយសដល់គ្រួសារកសិករក្រីក្ររបស់ពួកគេប៉ុន្តែដោយសារតែចំណង់ចំណូលចិត្តចង់ធ្វើដំណើរស្គាល់ពិភពលោកដ៏ធំល្វឹងល្វើយគាត់បានប្រាប់ឪពុកពីបំណងប្រាថ្នារបស់ខ្លួនហើយសម្រេចចិត្តយកប្រាក់ទៅទិញហ្វូងជៀមដើម្បីបានដើររង្កាត់គ្រប់ទិសទីសេចក្តីសុខរបស់គាត់គឺការបានអានសៀវភៅបានស្គាល់ស្រុកភូមិថ្មីៗនិងការមើលថែហ្វូងជៀមជារឿយៗគាត់តែងតែនាំហ្វូងជៀមទៅសម្រាកនិងគេងយាមនៅក្បែរព្រះវិហារបាក់បែកចាស់មួយដែលមានដើមឈើធំមួយឈ្មោះ Sycamore Tree ដុះចំកណ្ដាលកន្លែងដែលធ្លាប់តែជាបន្ទប់ទុកវត្ថុស័ក្តិសិទ្ធិនៅទីនោះគាត់បានយល់សពឃើញរឿងដដែលពីរដងគឺឃើញក្មេងម្នាក់មកលេងជាមួយជៀមរបស់គាត់រួចដឹកដៃគាត់ទៅកាន់តំបន់ពីរ៉ាមីតនៅប្រទេសអេស៊ីបដោយប្រាប់យ៉ាងច្បាស់ថាមានកំណប់ទ្រព្យដ៏មហាសាលលាក់ទុកនៅទីនោះដោយចង់ដឹងអត្ថន័យនៃការយល់សពដ៏ចម្លែកនេះគាត់បានធ្វើដំណើរទៅជួបស្ត្រីទស្សទាយសាស្ត្រហ្គីបស៊ីម្នាក់ស្ត្រីនោះបានប្រាប់ឲ្យគាត់ធ្វើដំណើរទៅរកកំណប់នោះមែនដោយសន្យាមិនយកប្រាក់ឈ្នួលទស្សទាយទេតែសុំចំណែកកំណប់ 1/10 នៅពេលដែលគាត់រកឃើញ Santiago មានអារម្មណ៍ខកចិត្តព្រោះគិតថាវាជារឿងបោកប្រាស់ប៉ុន្តែភ្លាមនោះគាត់បានជួបបុរសចំណាស់ដ៏អាតកំបាំងម្នាក់ឈ្មោះ Melchizedek ដែលអះអាងថាខ្លួនជាស្ដេចនៃទីក្រុងសាឡេមបុរសចំណាស់នេះបានអានគំនិតរបស់ Santiago ដឹងទាំងអស់ហើយបានពន្យល់គាត់អំពីគោលដៅជីវិតឬហៅថា personal legend ស្ដេចអង្គនោះបានពោលពាក្យដ៏មានអត្ថន័យបំផុតមួយថាការកុហកដ៏ធំបំផុតនៅលើពិភពលោកគឺការដែលមនុស្សជឿថានៅពេលណាមួយក្នុងជីវិតពួកគេនឹងបាត់បង់ការគ្រប់គ្រងលើជោគវាសនារបស់ខ្លួនហើយជីវិតនឹងត្រូវកំណត់ដោយព្រំលិខិតឬកត្តាខាងក្រៅផ្ទុយទៅវិញស្ដេចបានបញ្ជាក់ថានៅពេលដែលមនុស្សម្នាក់ចង់បានអ្វីមួយយ៉ាងពិតប្រាកដចេញពីបេះដូងធម្មជាតិនិងពិភពលោកទាំងមូលនឹងរួមដៃគ្នាជួយឲ្យគេសម្រេចវាបានស្ដេចអង្គនោះបានផ្ដល់ត្បូង2គ្រាប់ឈ្មោះយូរីមនិងថាមីមពណ៌សនិងខ្មៅសម្រាប់ជួយទស្សទាយប្រាប់ផ្លូវនៅពេលជួបភាពទាល់ច្រកព្រមទាំងជំរុញឲ្យគាត់លក់ហ្វូងជៀមចោលហើយធ្វើដំណើរទៅរកកំណប់ការធ្លាក់ខ្លួនការតស៊ូនិងការក្រោកឈរនៅទ្វីបអាហ្វ្រិកSantiago បានសម្រេចចិត្តលះបង់ជីវិតដ៏មានក្តីសុខសាមញ្ញរបស់ខ្លួនដោយលក់ហ្វូងជៀមហើយជិះទូកឆ្លងសមុទ្រទៅកាន់ទីក្រុង Tangier ប្រទេសម៉ារ៉ុកក្នុងទ្វីបអាហ្វ្រិកគ្រាន់តែទៅដល់ទីនោះភ្លាមដោយសារតែភាពក្មេងខ្ចីមិនចេះភាសាអារ៉ាប់និងការទុកចិត្តគេងាយគាត់ត្រូវបានចោលបោកប្រាស់យកប្រាក់ដែលលក់ជៀមបាននោះគ្មានសល់ពីខ្លួនគាត់ត្រូវដេកនៅតាមផ្លូវគ្មានបាយហូបហើយសម្លឹងមើលព្រះអាទិត្យលិចដោយក្តីអស់សង្ឃឹមបំផុតគាត់មានអារម្មណ៍ថាចង់បោះបង់គោលដៅចោលហើយយំសោកស្ដាយនៅការសម្រេចចិត្តរបស់ខ្លួនប៉ុន្តែនៅពេលដែលគាត់ស្ទាបត្បូងទាំងពីរគ្រាប់គាត់បានសម្រេចចិត្តបដូរការគិតគាត់បានប្រាប់ខ្លួនឯងថាគាត់អាចជ្រើសរើសមើលពិភពលោកនេះក្នុងនាមជាជនរងគ្រោះដ៏គួរឲ្យអាណិតដែលត្រូវគេប្លន់ឬមើលពិភពលោកនេះក្នុងនាមជាអ្នកផ្សងព្រេងដ៏ក្លាហានដែលកំពុងស្វែងរកកំណប់គាត់ក៏ជ្រើសរើសយកផ្លូវទី2គាត់បានដើរទៅសុំការងារធ្វើនៅហាងលក់កែវគ្រីស្តាល់ចាស់មួយនៅលើកំពូលភ្នំថៅកែហាងនោះជាមនុស្សល្អជាអ្នកកាន់សាសនាអ៊ីស្លាមដ៏តឹងរ៉ឹងតែគាត់មានបញ្ហាមួយគឺ
គាត់ខ្លាចការផ្លាស់ប្ដូរនិងរស់នៅក្នុងតំបន់សុខស្រួលពេកថៅកែមានក្តីស្រមៃពេញមួយជីវិតចង់ទៅធ្វើធម្មយាត្រានៅទីក្រុងមេកាតែគាត់មិនហ៊ានទៅព្រោះគាត់អះអាងថាក្តីស្រមៃនេះហើយដែលធ្វើឲ្យគាត់មានកម្លាំងចិត្តរស់នៅរាល់ថ្ងៃគាត់ខ្លាចថាបើគាត់សម្រេចក្តីស្រមៃនេះហើយគាត់នឹងគ្មានគោលដៅអ្វីសល់សម្រាប់រស់នៅបន្តទៀតទេផ្ទុយពីថៅកែសាន់ទីយ៉ាហ្គោមិនព្រមចុះចាញ់នឹងព្រំលិខិតទេគាត់បានបញ្ចេញគំនិតច្នៃប្រឌិតថ្មីៗជាច្រើនដូចជាការសាងសង់ទូកញ្ចក់តាំងបង្ហាញនៅខាងក្រៅហាងដើម្បីទាក់ទាញភ្នែកអ្នកដំណើរនិងការច្នៃលក់តែជីអង្កាមដ៏ឈ្ងុយឆ្ងាញ់ដាក់ក្នុងកែវគ្រីស្តាល់ដែលធ្វើឲ្យហាងនោះទទួលបានជោគជ័យនិងមានភ្ញៀវមកទិញយ៉ាងច្រើនកុះករធ្វើការនៅទីនោះបានជិត1ឆ្នាំគាត់សន្សំប្រាក់បានច្រើនជាងមុនទ្វេដងដែលអាចត្រឡប់ទៅអេស្ប៉ាញទិញហ្វូងជៀមបានដល់ទៅ2ហ្វូងធំប៉ុន្តែគាត់នៅតែស្ដាប់បេះដូងខ្លួនឯងរួចសម្រេចចិត្តបន្តដំណើរទៅមុខទៀតដើម្បីស្វែងរកពីរ៉ាមីតគាត់រៀនសូត្របានថាពេលខ្លះការខាតបង់គឺជាការរៀបចំផ្លូវឲ្យយើងរៀនជំនាញថ្មីដូចជាការចេះភាសាអារ៉ាប់និងក្បួនលក់ដូរដំណើរឆ្លងកាត់វាលខ្សាច់ដ៏គ្រោះថ្នាក់និងការរៀនសូត្រពីធម្មជាតិគាត់បានយកប្រាក់ទៅទិញកន្លែងក្នុងក្រុមក្បួនឈ្មួញមួយដើម្បីធ្វើដំណើរឆ្លងកាត់វាលខ្សាច់សាហារ៉ាដ៏ធំល្វឹងល្វើយនៅក្នុងក្បួននោះគាត់បានជួបបុរសជនជាតិអង់គ្លេសម្នាក់ដែលចំណាយពេលពេញមួយជីវិតអានសៀវភៅក្រាស់ៗដើម្បីសិក្សាពីវិជ្ជាលេងប៉ាហ៊ីឬអាល់គីមីដោយសង្ឃឹមថានឹងអាចបំផ្លាញលោហៈធម្មតាឲ្យទៅជាមាសបាននិងស្វែងរកថ្នាំអាយុវឌ្ឍនៈជនជាតិអង់គ្លេសនោះកំពុងធ្វើដំណើរទៅរក The Alchemist វ័យ200ឆ្នាំម្នាក់ដែលគេជឿថារស់នៅតំបន់ Oasis ឈ្មោះ Al-Fayum ការធ្វើដំណើរឆ្លងកាត់វាលខ្សាច់គឺជាការសាកល្បងដ៏ធំ Santiago និងជនជាតិអង់គ្លេសមានរបៀបរៀនសូត្រខុសគ្នាស្រឡះជនជាតិអង់គ្លេសកប់មុខតែក្នុងសៀវភៅខណៈដែល Santiago ចំណាយពេលសម្លឹងមើលវាលខ្សាច់ស្ដាប់សំឡេងខ្យល់និងសង្កេតមើលចលនារបស់សត្វអូតតាមរយៈការធ្វើដំណើរនេះ Santiago បានរៀនសូត្រពីភាពស្ងប់ស្ងាត់នៃវាលខ្សាច់រៀនអានសញ្ញាប្រាប់ហេតុនៃធម្មជាតិនិងរៀនពីព្រលឹងនៃពិភពលោកគាត់យល់ថាអ្វីៗទាំងអស់នៅលើលោកសុទ្ធតែមានភាសារួមមួយជាភាសាដែលមិនត្រូវការពន្យល់ជាភាសាដែលកើតចេញពីការតភ្ជាប់រវាងគ្រប់សភាវតាសេចក្តីស្រឡាញ់នៅ Oasis និងការជួប The Alchemist ពិតប្រាកដដោយសារតែមានសង្គ្រាមរវាងកុលសម្ព័ន្ធនៅក្នុងវាលខ្សាច់ក្បួនឈ្មួញត្រូវបង្ខំចិត្តឈប់សម្រាករយៈពេលយូរនៅតំបន់ Oasis Al-Fayum ដែលជាតំបន់សុវត្ថិភាពអព្យាក្រឹតនៅទីនោះជារៀងរាល់ថ្ងៃ Santiago តែងតែទៅចាំជួយជនជាតិអង់គ្លេសសួររកព័ត៌មានពី The Alchemist នៅឯអណ្ដូងទឹកថ្ងៃមួយគាត់បានជួបនារីជនជាតិអារ៉ាប់ម្នាក់ឈ្មោះ Fatima គ្រាន់តែសម្លឹងមើលកែវភ្នែកនាងភ្លាមគាត់បានយល់ភាសាដ៏ជ្រាលជ្រៅបំផុតរបស់ពិភពលោកនោះគឺសេចក្តីស្រឡាញ់គាត់បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងហើយនាងក៏ស្រឡាញ់គាត់វិញ Santiago ចង់បោះបង់គោលដៅរកកំណប់ចោលទាំងអស់ហើយរស់នៅទីនេះជាមួយនាងរហូតដល់ចាស់ជរាប៉ុន្តែ Fatima ជាស្ត្រីដែលមានប្រាជ្ញានាងបានប្រាប់ថានាងជាស្ត្រីនៃវាលខ្សាច់នាងធ្លាប់តែឃើញបុរសចេញដំណើរហើយមិនត្រឡប់មកវិញតែនាងចង់ឲ្យបុរសដែលនាងស្រឡាញ់ចេញទៅសម្រេចក្តីស្រមៃរបស់គេសិននាងសន្យាថានឹងរងចាំគាត់ជានិច្ចព្រោះក្តីស្រឡាញ់ពិតប្រាកដមិនដែលខាត់ខាំងនរណាម្នាក់ពីការស្វែងរកគោលដៅជីវិតឬ personal legend ឡើយប្រសិនបើស្នេហានោះខាត់ខាំងក្តីស្រមៃវាមានន័យថាស្នេហានោះមិនមែនជាស្នេហាពិតទេថ្ងៃមួយតាមរយៈការសង្កេតមើលសត្វខ្លែងហើរប្រយុទ្ធគ្នានៅលើអាកាសគូផ្សំនឹងការអានសញ្ញាពីព្រលឹងនៃពិភពលោក Santiago បានទទួលការនិមិត្តដឹងមុនថាមានសត្រូវកំពុងរៀបចំផែនការមកលុកលុយតំបន់ Oasis ដ៏ស្ងប់ស្ងាត់នេះគាត់បានយកជីវិតទៅប្រថុយដោយចូលទៅប្រាប់មេកុលសម្ព័ន្ធជាន់ខ្ពស់ឲ្យត្រៀមខ្លួនការពារមេកុលសម្ព័ន្ធបានប្រាប់ថាបើការព្រមាននេះពិតមែនគាត់នឹងទទួលបានមាសជាច្រើនតែបើវាជាការកុហកគាត់នឹងត្រូវប្រហារជីវិតជាលទ្ធផលសត្រូវពិតជាមកលុកលុយមែនហើយដោយសារការព្រមានរបស់គាត់កុលសម្ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចកម្ចាត់សត្រូវនិងជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ភាពក្លាហាននិងសមត្ថភាពអានភាសាពិភពលោករបស់គាត់បានតាក់ទាញចំណាប់អារម្មណ៍របស់ The Alchemist ពិតប្រាកដដែលបានជិះសេះសនិងមានសត្វលំនាំងទុំលើស្មាអញ្ជើញមកជួបគាត់ផ្ទាល់ដំណើរទៅកាន់ទីបញ្ចប់និងការសាកល្បងអាយុជីវិត The Alchemist បានសម្រេចចិត្តធ្វើជាអ្នកនាំផ្លូវ Santiago ចេញពី Oasis ឆ្ពោះទៅកាន់ពីរ៉ាមីតដោយបន្សល់ទុកទ្រព្យសម្បត្តិនិង Fatima ជាបណ្ដោះអាសន្នក្នុងដំណើរដ៏គ្រោះថ្នាក់នេះ The Alchemist បានបង្រៀនគាត់ឲ្យចេះស្ដាប់បេះដូងខ្លួនឯងបេះដូងតែងតែខ្សឹបប្រាប់ពីការភ័យខ្លាចស្លាប់ខ្លាចបាត់បង់ការងារខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់ The Alchemist បានប្រាប់ថាចូលស្គាល់បេះដូងខ្លួនឯងឲ្យច្បាស់ព្រោះវាដឹងពីគ្រប់យ៉ាងហើយត្រូវប្រាប់វាថាការភ័យខ្លាចការឈឺចាប់គឺវាអាក្រក់ជាងការឈឺចាប់ពិតប្រាកដទៅទៀតថ្ងៃមួយនៅពេលជិតដល់គោលដៅពួកគេត្រូវបានចាប់ខ្លួនដោយកងទ័ពកុលសម្ព័ន្ធដ៏កាចសាហាវបំផុតដែលកំពុងធ្វើសង្គ្រាមពួកគេគិតថាអ្នកទាំងពីរជាចារកម្ម
ដើម្បីសង្គ្រោះជីវិត The Alchemist បានប្រគល់មាសទាំងអស់ដែល Santiago មានទៅឲ្យមេទ័ពនោះហើយបានប្រាប់កុហកយ៉ាងកុកឃ្លឿនថា Santiago គឺជាបុរសដែលមានមន្តអាគមដ៏អស្ចារ្យម្នាក់ដែលអាចប្រែក្លាយខ្លួនទៅជាខ្យល់បានក្នុងរយៈពេល3ថ្ងៃប្រសិនបើគាត់ធ្វើមិនបានពួកគេនឹងព្រមប្រគល់ជីវិតឲ្យ Santiago ភ័យតក់ស្លុតយ៉ាងខ្លាំងព្រោះគាត់មិនចេះមន្តអាគមអ្វីទាំងអស់គាត់ទើបតែដឹងពីរបៀបស្ដាប់បេះដូងប៉ុណ្ណោះគាត់បានចំណាយពេល2ថ្ងៃដំបូងអង្គុយសម្លឹងមើលវាលខ្សាច់ដោយក្តីអស់សង្ឃឹមរហូតដល់ថ្ងៃទី3ដែលជាថ្ងៃកំណត់គាត់ត្រូវតែប្រឈមមុខនឹងសេចក្តីស្លាប់ដោយការប្រមូលផ្ដុំស្មារតីដល់កម្រិតកំពូលគាត់បានប្រើធម្មពលនៃព្រលឹងតាក់ទងសុំជំនួយពីវាលខ្សាច់យល់ព្រមជួយតែប្រាប់ថាមិនអាចបង្កើតខ្យល់បានទេទើបឲ្យគាត់សុំជំនួយពីខ្យល់បានបក់យ៉ាងខ្លាំងតែខ្យល់ប្រាប់ថាខ្លួនមិនចេះប្រែក្លាយមនុស្សទេទើបប្រាប់ឲ្យគាត់សុំជំនួយពីព្រះអាទិត្យបញ្ចេញពន្លឺយ៉ាងចាំងជះតែព្រះអាទិត្យប្រាប់ថាខ្លួនគ្រាន់តែផ្ដល់ពន្លឺមិនអាចកែប្រែធម្មជាតិបានឡើយចុងក្រោយបំផុតដោយការយល់ដឹងដល់កម្រិតត្រាស់ដឹង Santiago បានបិទភ្នែកហើយប្រស្រ័យតាក់ទងផ្ទាល់ទៅកាន់ព្រលឹងនៃព្រះជាអ្នកដែលសរសេរវាសនារបស់អ្វីទាំងអស់គាត់បានយល់ថាព្រះនិងមនុស្សគឺមិនដាច់ពីគ្នាទេហើយសេចក្តីស្រឡាញ់គឺជាកម្លាំងតែមួយគត់ដែលអាចបំផ្លាញអ្វីបានទីបំផុតខ្យល់ព្យុះខ្សាច់ឬស៊ីមូមដ៏ធំនិងកាយសាហាវបំផុតបានកើតឡើងមែនហុយបាំងជិតមេឃនៅពេលខ្យល់ស្ងប់ Santiago បានបាត់ពីកន្លែងដើមហើយទៅលិចខ្លួននៅក្បែរកងទ័ពម្នាក់ទៀតដែលនៅឆ្ងាយមេទ័ពឃើញភាពអស្ចារ្យនេះក៏កើតក្តីភ័យខ្លាចនិងគោរពកោតខ្លាចយ៉ាងខ្លាំងរួចក៏ព្រមដោះលែងពួកគេការរកឃើញកំណប់ទ្រព្យដ៏គួរឲ្យហួសចិត្តនិងសេចក្តីបញ្ចប់នៅពេលធ្វើដំណើរទៅដល់ជិតសល់តែបន្តិចទៀតដល់ពីរ៉ាមីត The Alchemist បានសម្រេចចិត្តបែកផ្លូវពី Santiago ដោយចម្រាញ់សំណរឲ្យទៅជាមាសហើយទុកមាសមួយដុំតូចឲ្យគាត់ប្រាប់ថាផ្លូវដែលនៅសល់គឺ Santiago ត្រូវដើរដោយខ្លួនឯង Santiago ដើរទៅដល់មុខមហាពីរ៉ាមីតទាំងយប់ក្រោមពន្លឺព្រះច័ន្ទពេញបូរមីគាត់រំភើបចិត្តរហូតស្រក់ទឹកភ្នែកព្រោះទីបំផុតគាត់បានមកដល់គោលដៅនៅត្រង់កន្លែងដែលទឹកភ្នែកគាត់ស្រក់ចុះលើខ្សាច់មានសត្វកញ្ចែពណ៌មាសមួយលេចឡើងដែលជាសញ្ញាប្រាប់ហេតុថាជាកន្លែងកំណប់គាត់ចាប់ផ្ដើមជីកខ្សាច់ទាំងយប់ជីកទាល់តែបែកឈាមដៃភ្លាមនោះមានជនភៀសសឹកពីសង្គ្រាមមួយក្រុមបានដើរមកដល់ពួកគេគិតថាគាត់លាក់មាសក៏បានវាយដំគាត់យ៉ាងដំណំរហូតជិតស្លាប់និងប្លន់យកមាសដុំតូចនោះទៅបាត់ពេលពួកគេបង្ខំសួរថាកំពុងជីកអ្វីគាត់ដឹងថាគ្មានជំរឿសក៏ប្រាប់ការពិតពីរឿងយល់សពរកកំណប់មេចៅបានស្ដាប់រួចក៏សើចចំអកឲ្យគាត់យ៉ាងខ្លាំងហើយទាត់គាត់មួយជើងរួចនិយាយថាឯងល្ងងណាស់ដែលជឿរឿងយល់សពកាលពីជិត2ឆ្នាំមុនអញក៏ធ្លាប់យល់សពឃើញរឿងដដែលនេះដែរអញយល់សពឃើញកំណប់មួយកប់នៅក្រោមដើមឈើស៊ីខាម៉ូចំកណ្ដាលព្រះវិហារបាក់បែកមួយនៅឯប្រទេសអេស្ប៉ាញកន្លែងដែលពួកកងវាលជៀមចូលចិត្តដេកតែអញមិនល្ងងជិះទូកឆ្លងសមុទ្រកាត់វាលខ្សាច់ដើម្បីទៅរកវាទេព្រោះវាគ្រាន់តែជាការយល់សពឈួតលីលាប៉ុណ្ណោះរួចពួកចៅក៏ដើរចេញទៅឮពាក្យនេះភ្លាម Santiago ដែលកំពុងដេកដួលលើដីស្រាប់តែញញឹមទាំងឈឺចាប់និងរំភើបញាប់ញ័រក្នុងបេះដូងទីតាំងដែលមេចៅនោះនិយាយប្រាប់យ៉ាងច្បាស់គឺជាកន្លែងតែមួយដែលគាត់ធ្លាប់ដេកយាមជៀមជារៀងរាល់ថ្ងៃមុនពេលចេញដំណើរកំណប់ទ្រព្យគឺនៅទីនោះនៅកន្លែងដែលគាត់ធ្លាប់ដេកពីលើរាល់យប់គាត់ក៏បានធ្វើដំណើរដ៏វែងឆ្ងាយត្រឡប់ទៅប្រទេសអេស្ប៉ាញវិញគាត់ទៅដល់ព្រះវិហារបាក់បែកនោះចាប់ផ្ដើមជីកក្បែរឫសដើមឈើហើយក៏ប្រទះឃើញហឹបមាសពេជ្ររូបចម្លាក់និងត្បូងដ៏មានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់មែនឥឡូវនេះគាត់មានទាំងទ្រព្យសម្បត្តិមហាសាលមានទាំងប្រាជ្ញាមានទាំងបទពិសោធន៍រាប់មិនអស់និងស្គាល់ភាសានៃពិភពលោកស្រាប់តែមានខ្យល់បក់មកពីទិសអាហ្វ្រិកនាំមកជាមួយនៅក្លិនក្រអូបនៃសក់របស់នារីម្នាក់គាត់ញញឹមរួចនិយាយថាខ្ញុំកំពុងត្រឡប់ទៅរកអូនហើយហ្វាទីម៉ាគាត់បានរៀបចំខ្លួនធ្វើដំណើរត្រឡប់ទៅវាលខ្សាច់វិញដើម្បីរួមរស់ជាមួយនារីដែលគាត់ស្រឡាញ់ការពន្យល់និងមេរៀនទស្សនវិជ្ជាដ៏ជ្រាលជ្រៅបំផុតដែលទទួលបានពីសៀវភៅ1គោលដៅជីវិតឬការត្រាស់ហៅ Personal Legend នៅក្នុងសៀវភៅនេះ Personal Legend គឺជាអ្វីដែលអ្នកតែងតែប្រាថ្នាចង់ធ្វើឬចង់ក្លាយជាតាំងពីអ្នកនៅក្មេងនៅពេលយើងនៅក្មេងយើងហ៊ានស្រមៃធំយើងមិនខ្លាចអ្វីទាំងអស់ប៉ុន្តែនៅពេលយើងធំឡើងសង្គមមនុស្សជុំវិញខ្លួននិងភាពភ័យខ្លាចបានប្រាប់យើងថាវាជារឿងមិនអាចទៅរួចទេត្រូវរស់នៅឲ្យដូចគេឯងទៅមេរៀនដ៏ល្បីល្បាញបំផុតក្នុងសៀវភៅនេះគឺនៅពេលដែលអ្នកពិតជាចង់បានអ្វីមួយខ្លាំងពិតប្រាកដពិភពលោកទាំងមូលនឹងរួមគំនិតគ្នាជួយអ្នកឲ្យសម្រេចវាបាននេះមិនមែនមានន័យថាអង្គុយបន់ស្រន់នោះទេតែវាមានន័យថាបើយើងមានការបដិញ្ញាចិត្តខ្ពស់និងហ៊ានបោះជំហានដំបូងឱកាសមនុស្សល្អៗនិងផ្លូវនឹងបើកចំហឲ្យយើងជាមិនខាន 2. ព្រលឹងនៃពិភពលោក The Soul of the World និងការអានសញ្ញា Omen អ្នកនិពន្ធចង់បង្ហាញថាធម្មជាតិនិងមនុស្សគឺមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតពិភពលោកមានវិធីតាក់ទងមកយើងជានិច្ចតាមរយៈសញ្ញាប្រាប់ហេតុឬ Omens វាអាចជាឱកាសបន្តិចបន្តួច
ការជួបមនុស្សណាម្នាក់ដោយចៃដន្យការបាត់បង់អ្វីមួយឬសូម្បីតែឧបសគ្គដែលមកពាំងផ្លូវយើងការយល់ពីព្រលឹងនៃពិភពលោកគឺការរៀនរស់នៅក្នុងបច្ចុប្បន្នកាលការចេះសង្កេតនិងការចេះស្ដាប់ភាសាដែលគ្មានសំឡេងចំណេះដឹងពិតប្រាកដមិនមែនមានតែក្នុងសៀវភៅក្រាស់ៗដោយបរិសុទ្ធជនជាតិអង់គ្លេសនោះទេតែវាមាននៅក្នុងការអនុវត្តការប៉ះទង្គិចនិងការរស់នៅឆ្លងកាត់បទពិសោធន៍ផ្ទាល់ 3. ភាពភ័យខ្លាចក្នុងការបរាជ័យ The fear of failure and suffering ឧបសគ្គដ៏ធំបំផុតតែមួយគត់ក្នុងការសម្រេចក្តីស្រមៃមិនមែនជាឧបសគ្គខាងក្រៅមិនមែនជាភាពក្រីក្រឬសត្រូវនោះទេប៉ុន្តែវាគឺជាភាពភ័យខ្លាចនៅក្នុងចិត្តរបស់យើងផ្ទាល់មនុស្សភាគច្រើនសុខចិត្តរស់នៅក្នុងភាពអាប់សុខតែមានសុវត្ថិភាពដូចជាថៅកែហាងកែវគ្រីស្តាល់ជាជាងការប្រថុយដើរតាមក្តីស្រមៃ The Alchemist បានដាស់តឿនថាចូលប្រាប់បេះដូងរបស់អ្នកថាការភ័យខ្លាចនឹងការឈឺចាប់គឺវាអាក្រក់ជាងការឈឺចាប់ពិតប្រាកដទៅទៀតគ្មានបេះដូងណាមួយដែលត្រូវរងការឈឺចាប់នៅពេលដែលវាចេញទៅស្វែងរកក្តីស្រមៃនោះទេព្រោះរាល់វិនាទីនៃការស្វែងរកគឺជាការជួបប្រទះនឹងព្រះនិងក្តីសង្ឃឹមការមិនហ៊ានដើរចេញពីតំបន់សុខស្រួល comfort zone គឺជាបរាជ័យដ៏ធំបំផុតតាំងពីមិនទាន់ចាប់ផ្ដើម 4. ពាក្យថា maktub វាត្រូវបានសរសេរទុករួចហើយ maktub ជាពាក្យអារ៉ាប់ដែលមានន័យថាវាត្រូវបានសរសេរទុករួចហើយវាបង្ហាញពីគំនិតនៃព្រហ្មលិខិតប៉ុន្តែនៅក្នុងទស្សនវិជ្ជានៃសៀវភៅនេះព្រហ្មលិខិតមិនមែនមានន័យថាឲ្យយើងដេកប្តីផ្ដួលអង្គុយរងចាំសំណាងធ្លាក់ពីលើមេឃនោះទេវាមានន័យថាអ្វីដែលកើតឡើងក្នុងជីវិតយើងទោះជាជួបរឿងល្អឬរឿងអាក្រក់ខ្លាំងប៉ុណ្ណាក៏ដោយគឺសុទ្ធតែជាមេរៀនដែលធម្មជាតិបានរៀបចំទុកដើម្បីជួយដុសខាត់យើងបង្រៀនយើងនិងតម្រង់ទិសយើងឲ្យដើរទៅរកគោលដៅដ៏ត្រឹមត្រូវមួយឲ្យតែយើងមិនបោះបង់ការប្រឹងប្រែងការចាញ់បោកគេនៅម៉ារ៉ុកគឺជា maktub ដែលជំរុញឲ្យគាត់ចេះធ្វើជំនួញនិងរៀនភាសាអារ៉ាប់រហូតបានជួប Fatima 5. ស្នេហាពិតនិងការលះបង់ True Love and Freedom តួអង្គ Fatima គឺជានិមិត្តរូបនៃអត្ថន័យនៃស្នេហាពិតប្រាកដកម្រិតកំពូលស្នេហាដែលត្រឹមត្រូវមិនដែលទាមទារឲ្យមនុស្សដែលខ្លួនស្រឡាញ់លះបង់ក្តីស្រមៃឬគោលដៅជីវិតរបស់គេដើម្បីតែបម្រើភាពអាត្មានិយមរបស់យើងឡើយស្នេហាមិនមែនជាការចាប់ចងឬការធ្វើជាម្ចាស់កម្មសិទ្ធិទេប៉ុន្តែជាការគាំទ្រការជឿជាក់និងការផ្ដល់សេរីភាពឲ្យគ្នាទៅវិញទៅមកលូតលាស់ប្រសិនបើ Santiago ជ្រើសរើសមិនទៅរកកំណប់ដើម្បីនៅកំដរនាងថ្ងៃណាមួយគាត់ច្បាស់ជាស្ដាយក្រោយមានការគុំគួនក្នុងចិត្តហើយក្តីស្រឡាញ់របស់ពួកគេនឹងប្រែជាសោះកក្រោះនិងពោពេញដោយការបន្ទោសគ្នា 6. កំណប់ទ្រព្យគឺនៅទីកន្លែងដែលយើងចាប់ផ្ដើម The journey is the destination ចំណុចកំពូលនៃការភ្ញាក់ផ្អើលនៃសាច់រឿងគឺការរកឃើញថាកំណប់ទ្រព្យពិតប្រាកដគឺស្ថិតនៅប្រទេសអេស្ប៉ាញជាកន្លែងដែលគាត់ចាប់ផ្ដើមចេញដំណើររហូតមកអ្នកអានប្រកាសជាសួរថាចុះហេតុអ្វីព្រះឬពិភពលោកមិនប្រាប់គាត់ឲ្យជីកនៅទីនោះតាំងពីដំបូងទៅហេតុអ្វីត្រូវឲ្យគាត់ធ្វើដំណើរដ៏ឆ្ងាយឆ្លងទ្វីបប្រឈមនឹងសេចក្តីស្លាប់រងការវាយដំដើម្បីត្រឡប់មករកកំណប់នៅកន្លែងចាស់វិញចម្លើយគឺបើគាត់មិនធ្វើដំណើរនេះទេគាត់នឹងមិនបានឮពាក្យមេចៅប្រាប់ថាកំណប់នៅឯណាឡើយហើយអ្វីដែលសំខាន់បំផុតនោះកំណប់ពិតប្រាកដមិនមែនគ្រាន់តែជាហឹបមាសពេជ្រនោះទេតែវាគឺជាដំណើរផ្សងព្រេងទាំងមូលនោះឯងការធ្វើដំណើរនេះបានជួយឲ្យគាត់ចេះភាសាថ្មីរៀនជំនួញរកឃើញក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ Fatima យល់ពីច្បាប់ធម្មជាតិស្គាល់បេះដូងខ្លួនឯងច្បាស់និងវិវត្តខ្លួនពីក្មេងកង្វៀលជាមដ៏សាមញ្ញក្លាយជាមនុស្សមានប្រាជ្ញាជ្រាលជ្រៅដល់កម្រិតអាចហៅខ្យល់ហៅភ្លៀងបានទ្រព្យសម្បត្តិនៅក្នុងខួរក្បាលនិងបទពិសោធន៍ក្នុងបេះដូងដែលគាត់ទទួលបានពីដំណើរផ្លូវដ៏លំបាកនេះគឺមានតម្លៃលើសពីមាសពេជ្ររាប់ពាន់ដងទៅទៀតដែលគ្មាននរណាម្នាក់អាចលួចពីគាត់បានឡើយសេចក្តីសន្និដ្ឋានសៀវភៅ The Alchemist មិនមែនគ្រាន់តែជារឿងនិទានកំដរអារម្មណ៍មុនពេលចូលគេងនោះទេប៉ុន្តែវាជាសៀវភៅណែនាំផ្លូវចិត្តដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិសាច់រឿងទាំងមូលគឺជាការប្រៀបធៀប allegory ទៅនឹងដំណើរជីវិតពិតរបស់មនុស្សគ្រប់រូបនៅលើផែនដីនេះយើងម្នាក់ៗសុទ្ធតែមានកំណត់ផ្ទាល់ខ្លួនដែលត្រូវស្វែងរកតាមរយៈដំណើររបស់កំឡោះ Santiago លោក Paulo Coelho ចង់ដាស់តឿនយើងយ៉ាងទទូចឲ្យហ៊ានមានក្តីស្រមៃឡើងវិញហ៊ានប្រថុយដើរចេញពីតំបន់សុវត្ថិភាពហ៊ានប្រឈមមុខនឹងភាពបរាជ័យនិងត្រូវចេះស្ដាប់សំឡេងបេះដូងខ្លួនឯងឲ្យបានច្រើនជាងការស្ដាប់សំឡេងរិះគន់របស់សង្គមឧបសគ្គការខកចិត្តការចាញ់បោកគេនិងការឈឺចាប់សុទ្ធតែជាផ្នែកមួយដែលមិនអាចខ្វះបាននៃដំណើរឆ្ពោះទៅរកភាពជោគជ័យទីបំផុតទៅរង្វាន់ដ៏ធំបំផុតនៅក្នុងការរស់នៅមិនមែនគ្រាន់តែជារបស់របរឬទ្រព្យសម្បត្តិដែលយើងទទួលបាននៅគោលដៅចុងក្រោយនោះទេប៉ុន្តែវាគឺស្ថិតត្រង់ថាតើយើងបានអភិវឌ្ឍខ្លួនក្លាយជាមនុស្សដ៏អស្ចារ្យបែបណានៅក្នុងដំណើរនៃការស្វែងរកនោះសៀវភៅនេះនឹងនៅតែបន្តជាកម្លាំងចិត្តដ៏រឹងមាំនិងជាពន្លឺបំភ្លឺផ្លូវសម្រាប់អ្នកដែលកំពុងតស៊ូកំពុងភ័យខ្លាចនិងអ្នកដែលចង់ដើរតាមក្តីស្រមៃរបស់ខ្លួនគ្រប់គ្នាជារៀងរហូត